ពុកម៉ែបងប្អូននេះគឺជាប្រាក់ចំណូលដែលខ្ញុំរកបានពីទូចម្រោះទឹកស្វ័យប្រវត្តិទូចម្រោះទឹករបស់យើងលក់ទឹកតម្លៃត្រឹមតែ1លីត្រ100រៀលទេអញ្ចឹងកន្លះ100គឺសម្បូរខ្លាំងមែនទែនពុកម៉ែបងប្អូនហើយឥឡូវនេះយើងកំពុងតែរៀបចំវាដើម្បីដាក់កេសយកទៅចូលក្នុងធនាគារវាសារវាច្រើនគួរសមដែរអញ្ចឹងជីវិតរបស់ខ្ញុំរាល់ថ្ងៃនេះវាខត់ដើរប្រមូលលុយរាប់លុយបាទយើងវាមិនទាន់ជារីកចម្រើនមានលុយដុំនេះគេអញ្ចឹងយើងផ្ដើមវាពីតូចអញ្ចឹងទោះបីមួយថ្ងៃ40000ក្តីក៏យើងត្រូវតែយកមួយថ្ងៃ100,000ក្តីក៏យើងត្រូវតែយកបងប្អូនដោយសារអីវាអត់ប៉ះពាល់ទៅដល់មុខរបរក៏ដូចជាការងាររបស់យើងបច្ចុប្បន្នភាពទេបើថាយើងធ្វើការដោយខ្លួនឯងទៅម៉ាស៊ីនវាធ្វើការដោយខ្លួនវាម៉ាស៊ីននេះគឺវាអាចបង្កើតចំណូលឲ្យយើង24ម៉ោងរយៈពេលចូលលំបាកក្នុង20ឆ្នាំទៅមកតែវាមុខផុយចាស់ស្លោស្លាយពោះអញ្ចឹងយើងគួរតែពិចារណាឲ្យបងប្អូនដែលកំពុងតែតាមដានខ្ញុំធ្វើវីដេអូជាច្រើនណាវីដេអូនេះគឺចង់ផ្សារភ្ជាប់ចែករំលែកពាក់ព័ន្ធនឹងអាជីវកម្មស្វ័យប្រវត្តិដែលវាដំណើរការឬក៏វាវិវត្តទៅជាមួយនឹងបច្ចេកវិទ្យា AI ពុកម៉ែបងប្អូនអញ្ចឹងទូចម្រាស់ទឹកនេះវាបានចូលរួមការងារសង្គមខ្លាំងមែនទែនទី1លើកកម្ពស់ប្រាក់រៀលដូចឃើញស្រាប់អញ្ចឹងទី2គឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងតំបន់របស់យើងផ្ទាល់តែម្ដងទី3គឺកាត់បន្ថយការប្រើប្រាស់ពីដុំប្លាស្ទិកអញ្ចឹងពុកម៉ែបងប្អូនដែលមានទីតាំងនៅខាងមុខផ្ទះចំណាយត្រឹមតែ1.4 ម៉ែត្រជ្រុងទេអាចជីវទូនេះយកទៅដាក់រកចំណូលបើសិនជាចាប់អារម្មណ៍អាចទៅដល់មកពេចផ្លូវការរបស់ខ្ញុំដើម្បីលំអិតព័ត៌មានជាមួយគ្នាបន្ថែមអាជីវកម្មនេះគឺងាយស្រួលខ្លាំងមែនទែនបងប្អូននេះងាយស្រួលខ្លាំងតែលំបាកគឺលំបាកត្រង់រាប់លុយទេបងប្អូនតាមវាជាលុយរាយតែពួកយើងនឹងរីករាយស្វាគមន៍ទទួលយកដោយសារលុយនេះគឺជាញើសឈាមរបស់ប្រជាពលរដ្ឋដែលគាត់ធ្វើការផ្នែកផ្សេងហើយគាត់បានយកមកអាស្រ័យចុចបង្ហូរទឹកពីទូចម្រាស់របស់យើង1លីត្រត្រឹមតែ100រៀលហើយនេះគឺច្រើនគួរសមដែរអញ្ចឹងពួកយើងត្រូវចំណាយពេលរាប់បាយបាយ